ឥឡូវចូលដល់ចំណុចទី3ចំណុចទី3គឺបងប្អូនទាំងអស់គ្នាមានវត្ថុមង្គលលោកឪសួងឬក៏ទេវតាដើរដីនៅជាប់នឹងខ្លួនគឺអាចបញ្ជះនៅផលអាក្រក់អំពីផ្លូវក្នុងពីពពួកអមនុស្សខ្មោចព្រាយបិសាចនិងមន្តវិជ្ជាខ្មៅផ្សេងនៅត្រង់ចំណុចនេះខ្ញុំបាទផ្ទាល់គឺចង់ដាស់តឿនដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងថាពពួកផលអាក្រក់ពីផ្លូវក្នុងនេះចូលបងប្អូនទាំងអស់គ្នាកុំមើលស្រាលឬកុំមានសេចក្តីប្រមាថឲ្យសោះព្រោះថារឿងទាំងអស់ហ្នឹងគឺមានតាំងពីបុរាណមកម្លេះហើយទាល់មកដល់ពេលនេះគឺនៅតែមាននៅឡើយទេគ្រាន់តែថាយើងមិនអាចមើលឃើញដោយភ្នែកទទេធម្មតានោះទេដូច្នេះបងប្អូនកូនខ្មែរគ្រប់រូបគឺត្រូវតែមានវត្ថុមង្គលលោកឪសួងឬក៏ទេវតាដើរដីនៅជាប់ខ្លួនជានិច្ចជាពិសេសបងប្អូនទៅណាមកណាទោះទៅទីចិត្តទោះទៅទីឆ្ងាយពេលមានអាសន្នអន់ក្រមកដល់ភ្លាមនោះគឺអាចដោះស្រាយបានយ៉ាងពូកែស័ក្តិសិទ្ធិដោយបុរាណពោលថាទៅណាមកណាកុំដំឡងមូល